สมัยการទី1สมัยការទី2បន្តមកទៀត Hello សួស្តីអ្នកទាំងអស់គ្នាតោះយើងចូលមកកាន់លំហាត់របស់យើងចំពោះលំហាត់របស់យើងគឺប្រភេទលំហាត់ដោះស្រាយប្រព័ន្ធសម័យកាលចំពោះការដោះស្រាយប្រព័ន្ធសម័យកាលនេះគឺយើងលើកយកវិធីគុណបំបត្តិមកដោះស្រាយចំពោះការគុណបំបត្តិនេះគឺយើងជាដំបូងគឺយើងមើលទៅលើមេគុណរបស់វាបន្ទាប់ពីមើលទៅលើមេគុណរួចហើយគឺយើងមើលទៅលើសញ្ញាបើសិនជាសញ្ញាវាអាចបូកដកគ្នាបានគឺយើងមិនចាំបាច់គុណនោះទេប៉ុន្តែបើសិនជាអត់ទេគឺយើងត្រូវតែគុណមេគុណក៏ដូចគ្នាដែរអញ្ចឹងជាដំបូងយើងហ្នឹងគឺយើងលើកយកលំហាត់តមកដោះស្រាយសិនអញ្ចឹងយើងដាក់ចម្លើយមែលចម្លើយក7x បូក 5y ស្មើ5នឹងដាក់ 7x ដាក់ 10y ស្មើ14ជាដំបូងគឺយើងតាំងវាសិនតាំងសម័យកាលទី1សម័យកាលទី2បន្តមកទៀតយើងមកមើលសម័យកាលទី1និងសម័យកាលទី2ថាតើវាអាចកណនាវាបានឬអត់តែបើសិនជាអត់ទាន់អាចកណនាវាបានទេគឺយើងត្រូវគុណអញ្ចឹងសម័យកាលទី1របស់យើងគឺមាន 7x បូក 5y ស្មើ5និងសម័យកាលទី2របស់យើងគឺមាន 17x ដាក់ 10y ស្មើ14អញ្ចឹងយើងអាចគុណវាបានហើយយើងបាច់ចាំគឺយើងអាចកណនាវាបានយើងបាច់ចាំគុណអីសញ្ញាអីថែមទៀតទេអញ្ចឹងយើងមកមើលតួ x របស់យើងតួ x របស់យើងហ្នឹងខាងលើបូក 7x ខាងក្រោមគឺដក 7x អញ្ចឹងបូក 7x ដក 7x គឺអស់ហើយណាអញ្ចឹងយើងមកចាប់ផ្ដើមធ្វើវាមកយើងដឹងហើយថាបូក 7x ដាក់ 7x គឺអស់អញ្ចឹងយើងមិនបាច់ចាំដាក់ទេអញ្ចឹងយើងមកមើលតួ y ម្ដងតួ y យើងមានបូក 5y និងដាក់ 10ដាក់ 10y អញ្ចឹងបូក 5y ដាក់ 10y គឺស្មើដាក់ 5y ចំពោះសញ្ញាគឺតតាមលេខធំអញ្ចឹង5បូក14គឺស្មើ19មកទៀតគឺយើងទាញរក y អញ្ចឹងយើងនាំឲ្យ yនាំឲ្យ y ស្មើ19ចែក5ចំពោះចម្លើយ y របស់យើងគឺឃើញប៉ុណ្ណឹងពេលដែលយើងយកឃើញ y ហើយគឺយើងយក y ហ្នឹងទៅទាញរកតម្លៃ x អញ្ចឹងយើងយក x ហើយយក y ស្មើ19លើ5ជួសជុលសម័យកាលទី1យើងចង់យកវាជួសជុលសម័យកាលទី2ក៏បានដែរតែសម័យកាលទី2របស់យើងហ្នឹងគឺជាប់មានសញ្ញាដកនៅពីមុខណាអញ្ចឹងយើងយកមកជួសជុលនៅក្នុងសម័យកាលទី1មកវាអត់ពិបាកទាញរកអីផ្សេងញ៉ៃទៀតណាអញ្ចឹងសម័យកាលទី1របស់យើងដាក់មក7x ប៉ុន្តែ x 7x ជាងដាក់មក 7x បូក 5y ប៉ុន្តែ y របស់យើងនឹងគឺស្មើ19លើ5អញ្ចឹងយើងចំនួន19លើ5នឹងមក19លើ5ស្មើ5 7x យើងដាក់មកដដែលមកបូកយើងយក5នឹងគុណចូលមកអញ្ចឹង5គុណនឹង19ឃើញ95លើ5ស្មើ5បន្តមកទៀតគឺយើងតម្រូវភាពបែងទាំងពីរអង្គហ្នឹងណាដល់យើងដឹងហើយថាភាពបែងរបស់យើងហ្នឹងគឺលេខ5អញ្ចឹងទាំងពីរអង្គហ្នឹងត្រូវគុណជាមួយនឹង5អញ្ចឹងភាពបែងគុណនឹង5ភាគយកក៏ត្រូវគុណនឹង5ដូចគ្នា 7x គុណជាមួយនឹង5លើ5បូកជាមួយនឹង95លើ5ស្មើ25លើ5 5គុណនឹង5 25ណាបន្ទាប់ពីយើងតម្រូវភាពបែងរួចហើយគឺយើងលុបភាពបែងវាចោលអញ្ចឹង 7x គុណនឹង5គឺ 35x 35x បូក95ស្មើ25 35x ស្មើ25យើងបោះតួយើងបោះ
5ទៅអង្គទី2អញ្ចឹង95លើអង្គទី1ហ្នឹងគឺសញ្ញាបូកពេលដែលយើងបោះទៅអង្គទី2គឺសញ្ញាដកអញ្ចឹងដក95 35x ស្មើ25ដក95ឃើញ70ដក70ចំពោះសញ្ញាគឺយើងយកតាមលេខធំបន្តមកទៀតគឺយើងទាញរកតម្លៃ x អញ្ចឹងនាំឲ្យ x ស្មើ75ដក75ចែកជាមួយនឹង35អញ្ចឹងយើងយកវាមកយកវាមកសម្រួលមកដោយសារលេខហ្នឹងគឺចែកអត់ដាច់ទេអញ្ចឹងយក75លើ35ហ្នឹងសម្រួលជាមួយនឹង5អញ្ចឹងសម្រួលជាមួយនឹង5ឃើញដក15លើ35ចែក5គឺបាន7អញ្ចឹងដូចនេះx ស្មើដល់15លើ7និង y ស្មើ19លើ5